សួរបងអូនទាំងអស់គ្នាហើយក៏ជំរាបសួរបងប្អូនអ្នកដែលគាត់ចេះច្បាប់ទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមានរឿងមួយចង់ឲ្យបងប្អូនជួយគិតខ្ញុំបន្តិចសម្រាប់បងប្អូនអ្នកដែលគាត់ចេះច្បាប់សម្រាប់ខ្ញុំអត់ចេះច្បាប់ខ្ញុំចង់ឲ្យបងប្អូនជួយឲ្យបន្តិចយោបល់ខ្ញុំបន្តិចរឿងសម្រាប់ខ្ញុំមិនសមមានហេតុការណ៍មួយបុគ្គលិករបស់ខ្ញុំគាត់បានលួចកង្វល់របស់ខ្ញុំយកទៅលក់ចំនួន$4,500រួចមកខ្ញុំក៏ចាប់គាត់បានខ្ញុំក៏នាំគាត់ទៅប៉ុស្តិ៍នាំគាត់ទៅប៉ុស្តិ៍ខ្ញុំនាំទៅឲ្យខាងប៉ុស្តិ៍គាត់សួរនាំហើយគាត់ក៏ព្រមសងសំណងទៅតាមដែលខ្ញុំដាក់ទៅឲ្យគាត់អញ្ចឹងមានន័យថាខ្ញុំហើយនឹងបុគ្គលិករបស់ខ្ញុំដែលគាត់ជាជនបកដែលបានលួចកង្វល់របស់ខ្ញុំគាត់ព្រមសងសំណងមកខ្ញុំហើយខ្ញុំក៏ព្រមទទួលសំណងពីគាត់ដែរហើយខ្ញុំក៏អត់បានបន្តដាក់ពាក្យបណ្ដឹងដែរយើងគាត់នៅធ្វើលិខិតសួរនាំរួចមកយប់មិញរយៈពេលដែលខ្ញុំទៅប៉ុស្តិ៍ហ្នឹងចាប់ពីម៉ោង 12 កន្លះរហូតដល់ម៉ោង 5 ភ្លឺបានខ្ញុំនឹងត្រឡប់មកដល់ផ្ទះវិញខាងប៉ុស្តិ៍គាត់ក៏ថាងគាត់ធ្វើលិខិតអីរបស់គាត់អាហ្នឹងខ្ញុំអត់ដឹងទេព្រោះខ្ញុំអត់ចេះច្បាប់គាត់សួរនាំអីក៏យើងឆ្លើយទៅតាមហ្នឹងដែររួចមកគាត់សុំខ្ញុំថាម៉ោង 8 កន្លះបងឯងចាំមកម្ដងទៀតយើងនឹងបញ្ចប់រឿងហ្នឹងដោយខ្ញុំទទួលសំណងពីជនបករួចក៏យើងលើកលែងឲ្យគាត់ទៅព្រោះគាត់សងសំណងរបស់យើងទៅហើយណាក៏ប៉ុន្តែអ្វីដែលខ្ញុំវាអត់អស់ចិត្តមកទល់ពេលនេះរយៈពេលម៉ោងប្រហែលជា 12 ហើយបងប្អូនណាម៉ោង 12 ហើយខាងប៉ុស្តិ៍គាត់នៅតែថាឆ្លងទៅមេដោយខ្ញុំហើយនឹងជនបង្កហ្នឹងក៏មិនទាន់សងសំណងមកខ្ញុំជនបង្កក៏មិនទាន់ដោះលែងអញ្ចឹងខ្ញុំសុំសួរបងប្អូនបន្តិចថាតើរឿងហ្នឹងខ្ញុំត្រូវធ្វើម៉េចបានវាហ្នឹងដោះស្រាយបានលឿនព្រោះខ្ញុំថ្ងៃនេះខ្ញុំបិទតូបកន្លះថ្ងៃបងប្អូនសម្រាប់ខ្ញុំទៅដោះស្រាយរឿងហ្នឹងហើយខ្ញុំឡើងខ្យល់តាំងពីយប់ម៉ោង 12 កន្លះរហូតមកដល់ពេលនេះគឺខ្ញុំអត់ទាន់បានសម្រាប់បន្តិចទេម៉ោង 5 ភ្លឺខ្ញុំមកដល់ខ្ញុំមុតទឹកអីហើយម៉ោង 8 ខ្ញុំត្រឡប់ទៅវិញសរុបទៅមកដល់ពេលនេះនៅតែឆ្លងមេឆ្លងមេខ្ញុំមិនដឹងថាឆ្លងអីគេហេតុអីគាត់ធ្វើការឲ្យខ្ញុំយូរយ៉ាងនេះទាំងដែលខ្ញុំជាជនរងគ្រោះក៏ព្រមទទួលសំណងជនបកក៏ព្រមសងសំណងមកឲ្យខ្ញុំតើបងប្អូនជួយគិតខ្ញុំមើលថាខ្ញុំគួរធ្វើយ៉ាងម៉េចដើម្បីឲ្យខាងប៉ុស្តិ៍នេះក៏ដោះស្រាយខ្ញុំបានលឿនបងប្អូនជួយដោះស្រាយខ្ញុំបន្តិចមើលជួយផ្ដល់មតិយោបល់ឲ្យខ្ញុំបន្តិចមកតែខ្ញុំគួរធ្វើយ៉ាងណាតែមូលហេតុអីបានជានៅតស្មាននេះហើយអត់មានដំណោះស្រាយឲ្យខ្ញុំអរគុណច្រើនបងប្អូន